បាទជំរាបសួរថ្ងៃនេះអឺសូមណែនាំទីតាំងដីមួយកន្លែងនៅផ្លូវជាតិលេខ3គីឡូលេខ17បរិយាពិភពថ្មីទួលកៃបាទនៅម្ដុំហ្នឹងហើយខាងនេះសិតតែខាងឆ្វេងដៃគឺរោងចក្រមានរោងចក្រធ្វើទយោរោងចក្រសម្លៀកបំពាក់រោងចក្រស្បែកជើងនៅខាងមុខគឺការ៉ាសាំង PTT បាទនៅពេលដែលយើងធ្វើដំណើរមកដល់ការ៉ាសាំង PTT ហួសការ៉ាសាំង PTT បន្តិចគឺបរិយាភពថ្មីហួសបរិយាភពថ្មីគឺផែស្ងួតកន្លែងដោះដូរទំនិញកន្លែងស្តុកកុងណាហើយនៅពេលដែលយើងធ្វើដំណើរទៅដល់បន្លាយនៅខាងមុខកន្លែងផ្ទះវិឡានៅខាងឆ្វេងដៃទៅដល់ទីតាំងកន្លែងហ្នឹងយើងបត់ឆ្វេងគឺដល់ទីតាំងដីហើយបាទសម្រាប់ទីតាំងគឺងាយស្រួលដល់ហើយការប្រើប្រាស់ដីធ្លីនៅម្ដុំនេះក៏មានសក្តានុពលជាពិសេសគឺឃ្លាំងរោងចក្រហើយដីខ្នាតស្អាតខ្នាត50ម៉ែត្រគុណ100បាទអញ្ចឹងសម្រាប់ធ្វើឃ្លាំងដោះដូរទំនិញឬស្តុកឲ្យបានទីតាំងកន្លែងនេះល្អខ្លាំងមែនទែនដោយសារចរាចរណ៍ងាយស្រួលចេញចូលបាទអញ្ចឹងបើបងមានចំណាប់អារម្មណ៍ចង់បានទីតាំងដីនៅទួលកៃផ្លូវជាតិលេខ3គីឡូទី17អាចទាក់ទងខ្ញុំបានបាទនោះគឺបត់តាមផ្លូវខាងមុខបាទបត់តាមផ្លូវខាងមុខនៅកន្លែងវីឡាខាងមុខខាងឆ្វេងដៃហ្នឹងបាទនោះគឺកន្លែងផ្ទះវីឡាដែលយើងធ្វើដំណើរចុះមកពីផ្លូវជាតិលេខ3គីឡូ17ចុះមកដល់ជាប់ជាមួយនឹងផ្លាយហ្នឹងហើយវីឡាចូលតាមគៀកវីឡាចូលមកគឺឃើញផ្ទះបាទជាបរដ្ឋអញ្ចឹងផ្លូវនេះគឺចរន្តល្អហើយទីតាំងសម្រាប់ធ្វើឃ្លាំងដោះដូរឲ្យបានឬក៏ស្តុកឲ្យបានបាទប្រជាពលរដ្ឋនៅពេញនឹងអស់ហើយនេះគឺផ្លូវចុះចូលផ្លូវចូលបច្ចុប្បន្នហ្នឹងអាជ្ញាធរអត់ទាន់បានរៀបចំបានស្អាតអញ្ចឹងមកពីខាងនោះគឺផ្លូវបេតុងអាចធ្វើដំណើរចូលមកបានហើយផ្លូវនេះគឺអត់ទាន់បានរៀបចំបានស្អាតអញ្ចឹងអាជ្ញាធររៀបចំស្អាតគឺអាចអាស្រ័យផលបានហើយសម្រាប់ទីតាំងដីគឺនៅកន្លែងដាំត្នោតបាទដាំត្នោតដែលមានក្បាលដី50ម៉ែត្រជម្រៅ100កន្លែងនេះស័ក្តិសមមែនទែនសម្រាប់ធ្វើឃ្លាំងស្តុកអីវ៉ាន់ហើយជាមួយនឹងកន្លែងដោះដូរទំនិញស្តុកហើយជាមួយនឹងដោះដូរបាទដោយសារនៅនេះមានផែស្ងួតផងមានអីផងយើងងាយស្រួលក្នុងការដឹកអីវ៉ាន់ចេញចូលបាទហើយនៅគៀកក្នុងក្រុងបាទគៀកក្រុងត្រឹមតែពីចំចៅមកតែប្រហែលគីឡូមកដល់ហើយបាទហើយនៅម្ដុំសិតរោងចក្រដីតំបន់ល្អអញ្ចឹងហើយតម្លៃក្រម100ខ្ញុំគិតថាអត់មានទេមានកន្លែងនេះល្អស្អាតកន្លែងដែលខ្ញុំណែនាំគឺសិតថាតំបន់ដែលមានសក្តានុពលហើយដីល្អបានធ្វើការផ្សព្វផ្សាយជូនអតិថិជនបើទីតាំងរៀងស្ទើរក៏អត់បង្ហាញដែរព្រោះអីដឹងថាអតិថិជនធ្វើការផលចំណេញអញ្ចឹងយើងធ្វើម៉េចឲ្យអតិថិជនបានផលចំណេញបាទអរគុណច្រើនមានចំណាប់អារម្មណ៍ទៅលើដីខាងលើក្បាល50ជម្រៅ100អាចទាក់ទងមកខ្ញុំបាននៅម្ដុំទួលកៃបាទផ្លូវជាតិលេខ3គីឡូ17បាទអរគុណ